ភាពសមុទ្រទាំងអស់គ្នាកប៉ាល់ធំបាទសួស្តីទាំងអស់គ្នានេះគឺជាយប់នៃការមកដល់ទីក្រុងសេក្រិបនៃប្រទេសក្រូអាតក្នុងការធ្វើដំណើររបស់ពួកយើងបន្ទាប់ពីយើងមកដល់ទីក្រុងសេក្រិបនៅម៉ោង 11 យប់រៀបចំម្ហូបអាហារសម្រាប់នេះហើយយើងសម្រាប់បន្តិចហើយក៏បន្តដំណើរទាំងកណ្ដាលយប់ទៅទីក្រុង Split នៃប្រទេសក្រូអាតបន្តទៀតបាទអញ្ចឹងបន្ទាប់ពីពួកយើងបានធ្វើដំណើរពីទីក្រុងសេក្រិបអស់រយៈពេល6ម៉ោងដើម្បីទៅទីក្រុង Split នៃប្រទេសក្រូអាតដែលមានសមុទ្រដ៏ស្រស់ស្អាតឥឡូវភ្លឺហើយគឺយើងមកដល់ម៉ោង6ភ្លឺ7ភ្លឺព្រឹកហ្នឹងហើយទេសភាពតាមផ្លូវដងផ្លូវគឺពិតជាស្រស់ស្អាតមែនទែនមានភ្នំមានជ្រោះមានដើមឈើនិងទិដ្ឋភាពខៀវស្រងាត់នៅក្នុងរដូវ Spring នៃប្រទេសក្រូអាតនេះតែម្ដងបាទសូមអរគុណបាទឥឡូវគឺឡាន Flipbus គឺយើងធ្វើដំណើរតាមរយៈ Flipbus គឺបានមកដល់កំពង់ផែនៃទីក្រុង Split ដែលមានសមុទ្រពណ៌បៃតងខៀវស្រងាត់ដ៏ស្រស់ស្អាតហើយនៅពេលព្រឹកនេះគឺទិដ្ឋភាពពិតជាស្រស់ស្អាតមែនគឺមានផ្ទៃមេឃស្រឡះល្អទិដ្ឋភាពពិតជាប្លែកភ្នែកឥឡូវឡាន Flipbus គឺបានចូលនៅបេនហើយពួកយើងក៏ចុះដើម្បីបន្តដំណើរទៅទៀតអស់រយៈពេល6ម៉ោងពីទីក្រុងសេក្រិបនៃបន្តសិទ្ធិរបស់ប្រទេសក្រូអាតមកយើងក៏មកដល់ Split បាទពិតជាស្រស់ស្អាតមែនទែនឥឡូវពួកយើងកំពុងតែធ្វើដំណើរទៅរកបន្ទប់ទឹកទៅរកផ្ទះសំណាក់ដែលបានកក់ដើម្បី check in បាទជាបន្តទៅទៀតពួកយើងក៏បានយូវលីអ្នកខ្លះអូវលីអ្នកខ្លះស្ពីកតាបដើម្បីទៅរកបន្ទប់ទឹកនិងទៅរកផ្ទះដែលយើងបានកក់គេហៅថា ONB ដើម្បី check in បាទនេះគឺជាទិដ្ឋភាពនៃឆ្នេរសមុទ្រ Split នៃប្រទេសក្រូអាតគឺពីព្រឹកព្រលឹមពិតជាស្រស់ស្អាតខ្លាំងមែនទែនមានអ្នករត់ហាត់ប្រាណមានកប៉ាល់ធំតូចធំហើយទឹកសមុទ្រវិញឡើងខៀវស្រងាត់តែម្ដងឆ្លោះដល់បាតហើយទេសភាពគឺសម្បូរទៅដោយភាពខៀវស្រងាត់និងសម្បូរដោយអ្នកទេសចរគឺជាទិដ្ឋភាពឆ្នេរសមុទ្រលីបរបស់ប្រទេសក្រូអាតពិតជាស្អាតមែន Good morning ហើយឥឡូវនេះគឺពួកយើងមកដល់សមុទ្រនៅពេលព្រឹកព្រលឹមហើយយើងក៏រៀបចំថត vlog ឬក៏វីដេអូខ្លីៗប្រវាស់គ្នាម្ដងម្នាក់ហើយពួកខ្ញុំមិនមែនជា professional ថតរូបទេដែលសារទេសភាពស្អាតក៏ដូចជាចង់បង្កើតឲ្យខ្លួនរវល់ក៏មានប្រយោជន៍សម្រាប់ខ្លួនឯងក៏លើកទឹកចិត្តគ្នាថត vlog បង្ហាញជូនបងប្អូនពីសកម្មភាពការរស់នៅក្នុងប្រទេសហុងគ្រីក៏ដូចជានិស្សិតយើងដើរលេងក្រៅប្រទេសផងដែរហើយ inspire ឲ្យក្មេងៗខំរៀនហើយក៏ដូចជាចង់ enjoy life មកអឺរ៉ុបអូខេកុំភ្លេចមើលទឹកសមុទ្រនេះគឺពិតជាស្រស់ស្អាតថ្លាឆ្លោះដល់បាតហើយអរគុណបងប្អូនពុកម៉ែដែលតាមដានសូមអរគុណជម្រាបលា